តើលោកប្រធានាធិបតីដូណាល់ត្រាំអាចទប់ជាប់ដែរឬទេពលរដ្ឋអាមេរិករាប់លាននាក់នៅក្នុងគ្រប់រដ្ឋទាំងអស់របស់អាមេរិកនិងនៅក្នុងបណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោកបានចេញមកតវ៉ាតាមផ្លូវព្រមគ្នាកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យដើម្បីទាមទារឲ្យរដ្ឋបាលរបស់លោកដូណាល់ត្រាំផ្ទេរអំណាចហើយដកសិទ្ធិអំណាចពីមហាសេដ្ឋីអេលិនម៉ាស់ជាបន្ទាន់ដើម្បីកុំឲ្យកំពូលបរិសុទ្ធទាំងពីររូបនេះមករលកសហរដ្ឋអាមេរិកនិងពិភពលោកតទៅមុខទៀតគណៈតម្លៃប្រេងនិងផ្សារហ៊ុនអាស៊ីបន្តដាំក្បាលចុះនៅថ្ងៃច័ន្ទនេះហើយរឿងមួយទៀតដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺរុស្ស៊ីគ្មានឈ្មោះនៅក្នុងបញ្ជីយកពន្ធថ្មីរបស់លោកត្រាំនោះឡើយកាលពីចុងសប្តាហ៍និយាយជារួមគឺមានពលរដ្ឋអាមេរិករួមទាំងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាផងដែរបានចេញមកតវ៉ានៅក្នុងទីតាំងសរុបចំនួន1400កន្លែងឯណោះនៅទូទាំងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសផ្សេងទៀតមានដូចជាបារាំងចក្រភពអង់គ្លេសមិចស៊ិកនិងកាណាដាជាដើមអ្នកតវ៉ាដែលភាគច្រើនគឺជាអ្នកគាំទ្រគណៈបកប្រជាធិបតេយ្យបានខឹងសម្បានឹងលោកដូណាល់ត្រាំក្នុងបញ្ហារាប់ចាប់ពីរឿងសង្គមរហូតដល់បញ្ហាសេដ្ឋកិច្ចដោយពួកគេបានចោទលោកត្រាំថាបានយកប្រជាធិបតេយ្យមកជន់ឈ្លីបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិកនៅក្នុងការទទួលបានសេវាសង្គមសេវាសុខភាពនិងធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើនបាត់បង់ការងារហើយធ្វើឲ្យទំនិញឡើងថ្លៃដោយសារតែជឿតាមគំនិតរបស់លោកអេលិនម៉ាស់អ្នករៀបចំការតវ៉ាបានលើកឡើងថាការតវ៉ាទ្រង់ទ្រាយធំនេះគឺទាមទារឲ្យបញ្ចប់ការកាន់កាប់អំណាចរបស់មហាសេដ្ឋីអេលិនម៉ាស់បញ្ចប់អំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងរដ្ឋបាលរបស់លោកដូណាល់ត្រាំបញ្ចប់ការកាត់បន្ថយមូលនិធិសហព័ន្ធសម្រាប់ជំនួយសុខាភិបាលសន្តិសុខសង្គមនិងកម្មវិធីផ្សេងហើយនឹងបញ្ចប់ការវាយប្រហារទៅលើជនអន្តោប្រវេសន៍និងសហគមន៍ផ្សេងទៀតលោកត្រាំមិនត្រឹមតែធ្វើឲ្យពលរដ្ឋអាមេរិកជ្រួលច្របល់នោះទេប៉ុន្តែក៏កំពុងតែធ្វើឲ្យពលរដ្ឋទូទាំងពិភពលោកមានការព្រួយបារម្ភជាក់ស្ដែងចំណាត់ការពន្ធគយរបស់លោកត្រាំបានបន្តធ្វើឲ្យទីផ្សារហ៊ុនអាស៊ីដាំក្បាលចុះយ៉ាងគំហុកនៅថ្ងៃច័ន្ទនេះនៅក្នុងនោះផ្សារហ៊ុននេគីរបស់ជប៉ុនបានធ្លាក់ចុះ 7.8% ផ្សារហ៊ុនកូរ៉េខាងត្បូងបានធ្លាក់ចុះ 4.6% ហើយផ្សារហ៊ុនធំបំផុតរបស់អាមេរិកគឺ SP 500គឺនៅតែបន្តធ្លាក់ចុះដូចគ្នាក្រោយខាត់បងអស់ប្រហែលជា$7 ទ្រីលានអាមេរិកដើម្បីជាការឆ្លើយតបចិនបានសម្រេចប្រកាសយកពន្ធ 34% ជាការសងសឹកវិញលើទំនិញអាមេរិកហើយសហភាពអឺរ៉ុបក៏កំពុងតែរួមដៃគ្នាសងសឹកដែរដោយគ្រោងយកពន្ធលើទំនិញអាមេរិកនៅក្នុងទំហំទឹកប្រាក់ $28,000 លានអាមេរិករាប់ចាប់ពីដែករហូតដល់ពេជ្រគណៈមានប្រទេសជាង50បានតាក់ទងទៅអាមេរិកដើម្បីសុំការចរចាគ្នាដោយឡែកងាកទៅមើលរុស្ស៊ីវិញគឺគ្មានឈ្មោះនៅក្នុងបញ្ជីពន្ធថ្មីនោះទេគូបាបេឡារុសនិងកូរ៉េខាងជើងក៏គ្មានឈ្មោះដែរប៉ុន្តែមន្ត្រីអាមេរិកបានពន្យល់ថាប្រទេសទាំងនេះគ្មានឈ្មោះក្នុងបញ្ជីដោយសារតែជាប់ទណ្ឌកម្មធ្ងន់ក៏ស្រាប់ទៅហើយជាពិសេសរុស្ស៊ីក៏កំពុងស្ថិតនៅក្នុងដំណើរការចរចាជាមួយនឹងអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន